សួស្តីអ្នកនរគ្នាខ្ញុំបាទឌីអូតូស៊ីថ្ងៃនេះដែរខ្ញុំនឹងមកសម្រាយនៅភាពបន្តនៃការហ្វឹកហាត់ដើម្បីក្លាយទៅជាអ្នកអមតៈភាពហ្នឹងហើយមុននឹងចូលទៅវីដេអូរបស់ខ្ញុំសូមឲ្យអ្នកនរគ្នាជួយចុច like subscribe ផងដោយសារពីខ្ញុំធ្វើអស់ពីកម្លាំងកាយនិងកម្លាំងចិត្តផងដែរតោះតែចុច like subscribe បានវីដេអូហ្នឹងវាខាទៅមុខកើតច្រឡឹកតោះកុំឲ្យខាតពេលយូរតោះយើងទៅស្ដាប់នៅវីដេអូដែលខ្ញុំបានសម្រាយឲ្យអ្នកនរគ្នាស្ដាប់ តោះបើឆាកមកជាមួយនឹងការរៀបរាប់អំពីតំបន់មួយដែលគេហៅថាទឹកដីដែលពួកអមតៈបោះបង់ចោលកាលពីខ្ទង់ម៉ឺនឆ្នាំមុនមានការផ្លាស់ប្ដូរដ៏ធំមួយបានកើតឡើងដំបូងឡើយវាគ្រាន់តែជាជំងឺរាតត្បាតដ៏ចម្លែកមួយដែលបានកើតឡើងទៅលើមនុស្សធម្មតាប៉ុណ្ណោះដែលធ្វើឲ្យពួកអ្នកតាំងសិលមិនបានចាប់អារម្មណ៍តទៅសោះក៏ប៉ុន្តែអ្វីៗមិនសាមញ្ញដូចបែបនេះទេរហូតដល់ថ្ងៃមួយមានអ្នកហ្វឹកហាត់ម្នាក់បានឆ្លងជំងឺមួយនេះ ភ្លាមនោះជំងឺនេះបានវិវត្តខ្លួនកាន់តែខ្លាំងក្លាទៅហើយបានចាប់ផ្ដើមរីករាលដាលពេញពិភពអ្នកហ្វឹកហាត់តែម្ដងអ្វីដែលគួរឲ្យខ្លាចបំផុតគឺភ្នាក់ងារចម្លងរបស់វាគឺជាធម៌ពលវិញ្ញាណដែលអ្នកហ្វឹកហាត់គ្រប់រូបត្រូវការចាំបាច់ដើម្បីរស់និងពង្រឹងសមត្ថភាពនៅពេលដែលអ្នកហ្វឹកហាត់ម្នាក់ឆ្លងជំងឺនេះបើស្រាគឺធ្លាក់កម្រិតបើធ្ងន់វិញគឺបាត់បង់វិជ្ជាគុណទាំងអស់ក្នុងមួយយប់និងក្លាយជាមនុស្សធម្មតាហើយចុងក្រោយក៏បានស្លាប់និងរលាយរាងកាយបាត់ដោយសារការភ័យខ្លាចនិងកំហឹងពួកអ្នកតាំងសិលបានចាប់ផ្ដើមសម្លាប់រង្គាទៅលើមនុស្សធម្មតាព្រោះពួកគេជឿថាប្រភពមកពីមនុស្សធម្មតានឹងហើយក៏ប៉ុន្តែការស្លាប់មិនបានជួយអ្វីឡើយជំងឺកាន់តែរីករាយផ្សាយភាយជាងមុនតាមរយៈខ្យល់និងធម៌ពលវិញ្ញាណ ចុងក្រោយពួកអ្នកតាំងសិលក៏បានបង្កើតផែនការចំណាកស្រុកដ៏ធំមួយដោយការបណ្ដេញមនុស្សធម្មតាទាំងអស់ឲ្យទៅរស់នៅតំបន់ដាច់ស្រយាលដែលគ្មានថាមពលវិញ្ញាណហើយបានប្រើវិជាសិលដើម្បីបិទផ្លូវមិនឲ្យពួកគេត្រឡប់មកវិញជារៀងរហូតដំណើរការក្រោយមកកូនចៅដែលកើតចេញអំពីអ្នកហ្វឹកហាត់ខ្លះដែលគ្មានដុងខាងវិជាគុណក៏ក្លាយជាមនុស្សធម្មតាដែលផ្ទុកទៅដោយឬស្រមោលនៃជំងឺនោះនៅក្នុងខ្លួនដែលគេហៅថាផ្សែងពុលអមតៈកាត់មកបច្ចុប្បន្នវិញ តួងឯករបស់យើងគឺជាបុរសចំណាស់ម្នាក់ដែលមានអាយុ70ឆ្នាំទៅហើយគាត់កំពុងកាន់ក្រដាស់ដែលសរសេរអំពីប្រវត្តិនៃទឹកដីដែលពួកអមតៈបោះបង់គាត់បានប្រើប្រាស់ប្រព័ន្ធម្ដងហើយម្ដងទៀតអស់រយៈពេលជិត300ឆ្នាំក៏ប៉ុន្តែគាត់នៅតែជាប់គាំងនៅក្នុងជីវិតជាមនុស្សធម្មតាគាត់មានការតក់ស្លុតជាខ្លាំងព្រោះអាយុកាលដែលគាត់ត្រូវស្លាប់គឺ86ឆ្នាំ ពោលគឺគាត់នៅសល់តែអាយុ16ឆ្នាំតែប៉ុណ្ណោះគាត់ស្រែកសួរខ្លួនឯងទាំងកំហឹងថាតើវាជាកម្មរបស់ខ្ញុំមែនទេដែលត្រូវបានស្លាប់ជាមនុស្សធម្មតាហើយកើតជាមនុស្សធម្មតាបែបនេះខ្ញុំមិនសុខចិត្តទេនៅក្នុងគុកមួយតួអង្គឯករបស់យើងបានទៅជួបជាមួយនឹងអ្នកតាំងសិលម្នាក់មានឈ្មោះថាហុងបានសើចចំអក ឲ្យគាត់ថាអាយុ70ឆ្នាំហើយនៅចង់ហ្វឹកហាត់អីទៀតបើទោះជាត្រឡប់ទៅពិភពអ្នកតាំងសិលវិញក៏គ្មានផ្លូវនឹងហ្វឹកហាត់កើតដែរក៏ប៉ុន្តែតួអង្គឯករបស់យើងបានផ្ដល់លក្ខខណ្ឌមួយឲ្យទៅកាន់ហុងបើឯងជួយរកផ្លូវទៅអ្នកហ្វឹកហាត់បានយើងនឹងនាំឯងទៅជាមួយនោះជាក្តីសង្ឃឹមចុងក្រោយរបស់គាត់បន្ទាប់មកហុងចាប់ដើមរៀបរាប់អំពីការពិតដ៏រន្ធត់មួយថាផ្សែងពុលនោះមិនមែនជាមូលហេតុតែមួយគត់ដែលធ្វើឲ្យពិភពអ្នកតាំងសិលដួលរលំនោះទេគឺវាមានមហន្តរាយនៃមេឃនិងដីដ៏ធំមួយទៀតហុងបាននិយាយថាការពីដើមឡើយពិភពអ្នកតាំងសិលគឺរុងរឿងខ្លាំងណាស់សិស្សនិងគ្រូហ្វឹកហាត់ជាមួយគ្នាជួបគ្នាទៅវិញទៅមកក៏ប៉ុន្តែស្រាប់តែមានថ្ងៃមួយប្រសិទ្ធភាពនៃការហ្វឹកហាត់បានធ្លាក់ចុះយ៉ាងខ្លាំងពួកគេបានរកឃើញការពិតដ៏គួរឲ្យខ្លាចបំផុតមួយជាអមតៈមិនអាចហ្វឹកហាត់លើសពី2នាក់បានឡើយកាលណាមនុស្សហ្វឹកហាត់ដូចគ្នាកាន់តែច្រើននោះប្រសិទ្ធភាពនៃការវិវត្តកម្រិតកាន់តែទាបរហូតដល់0រូបភាពបានបង្ហាញពីអ្នកហ្វឹកហាត់ម្នាក់ដែលមើលឃើញចំនួនមនុស្សដែលកំពុងហ្វឹកហាត់ដូចខ្លួនចំនួន968នាក់ហើយដឹងខ្លួនថាមិនអាចទៅមុខរួចរឿងនេះបានប្រែក្លាយគ្រូនិងសិស្សបងប្អូនរួមបាក់ឲ្យខ្លាចជាសត្រូវស្លាប់រស់ជាមួយគ្នាភ្លាមដើម្បីឲ្យខ្លួនអាចឡើងកម្រិតបានមានតែផ្លូវមួយគត់គឺសម្រាប់អ្នកណាដែលហ្វឹកហាត់ដូចខ្លួនឲ្យអស់ចេញពីពិភពលោកមួយនេះបន្ទាប់ពីពួកគេបានដឹងថាវិជាសិលបានហ្វឹកហាត់បានតែម្នាក់ការសម្រាប់រង្គាលបានកាត់ឡើងពេញផ្ទៃមេឃហុងបានរៀបរាប់បន្តដោយរន្ធត់ថាទោះបីជាអ្នកហ្វឹកហាត់ព្យាយាមរត់ពួននៅច្រឡំភ្នំឬវិមាត្រសម្ងាត់យ៉ាងណាក៏ដោយក៏មិនអាចរត់គេចផុតពីសេចក្តីស្លាប់ដែរព្រោះថាអ្នកហ្វឹកហាត់ដូចគ្នាអាចដឹងពីទី
តាំងរបស់គ្នាទៅវិញទៅមកបានយ៉ាងច្បាស់វាដូចជា GPS ជាប់ខ្លួនអញ្ចឹងបើអ្នកមិនសម្លាប់គេនឹងមកសម្លាប់អ្នកដើម្បីដណ្ដើមយកផ្លូវអមតៈរបស់អ្នកហើយតួឯករបស់យើងបានសួរដោយការចង់ដឹងថាចុះនៅក្នុងពេលបច្ចុប្បន្នបើអ្នកហ្វឹកហាត់បានតែម្នាក់តើគេអាចរស់នៅនឹងហ្វឹកហាត់បានយ៉ាងដូចម្ដេចហុងបានឆ្លើយបន្តថាអ្នកហ្វឹកហាត់សពថ្ងៃបើចង់រស់មានតែជម្រើសពីរតែប៉ុណ្ណោះជម្រើសទី1សម្ព័ន្ធអមតៈរាប់ម៉ឺនវាគឺជាការចងក្រងរវាងអ្នកហ្វឹកហាត់តូចតាចអ្នកហ្វឹកហាត់ត្រូវធ្វើបេសកកម្មដើម្បីដូរយកបន្ទុកហើយយកបន្ទុកនោះដើម្បីដូរយកវិជាគុណឬធនធានហ្វឹកហាត់ជម្រើសទី2គឺក្រុមប្រឹក្សា Eater ទាំង5វាគឺជាអង្គការដ៏មានអំណាចបំផុតបើអ្នកចង់ចូលអ្នកត្រូវតែចុះហត្ថលេខាកិច្ចសន្យាវិញ្ញាណដើម្បីបម្រើពួកគេដាច់ខាតលីនហ្វាងឆ្ងល់ថាចុះហេតុអ្វីបានជាមានវិជាដើរហើរពេញទឹកដីបែបនេះហុងបានអស់សំណោចហើយប្រាប់ថាវិជាទាំងនោះសុទ្ធសឹងតែជាបំណែកមិនពេញលេញតែប៉ុណ្ណោះគេឲ្យតែអ្នកហ្វឹកហាត់កម្រិតទាបនៅពេលដែលអ្នកហ្វឹកហាត់ដល់ចំណុចកំពូលនៃកម្រិត1អ្នកហ្វឹកហាត់នោះត្រូវតែបោះបង់វិជាចាស់ហើយបដូរទៅហ្វឹកហាត់វិជាថ្មីដើម្បីឡើងកម្រិតបន្តលីនហ្វាងស្រឡាងកាំងចុះបើបដូរវិជាចុះឡើងបែបនេះមិនខាតកម្លាំងចោលទេអីនៅពេលនោះហុងបានបង្ហាញវិជាសម្ងាត់មួយដែលអនុញ្ញាតឲ្យអ្នកហ្វឹកហាត់រំលាយវិជាគុណចោលដោយមិនប៉ះពាល់ដល់រាងកាយហើយបានចាប់ផ្ដើមហ្វឹកហាត់វិជាថ្មីបានយ៉ាងរហ័សនេះហើយជាមធ្យោបាយដែលពួកអ្នកហ្វឹកហាត់ដែលមានអំណាចប្រើដើម្បីគ្រប់គ្រងអ្នកដទៃហុងបានទម្លាយអាថ៌កំបាំងដ៏ធំបំផុតថាវិជាដែលគាត់លួចបានមិនមែនត្រឹមតែកម្រិតពណ៌មាសនោះទេក៏ប៉ុន្តែវាជាវិជាពិតប្រាកដមួយដែលអាចហ្វឹកហាត់បានរយៈពេលវែងឆ្ងាយលើបែបនោះលីនហ្វាងក៏បានដាក់សញ្ញាភ្លាមបើឯងជួយរកផ្លូវទៅពិភពអ្នកហ្វឹកហាត់បានយើងនឹងដោះលែងឯងហើយរួមទាំងរបស់របររបស់ឯងទាំងអស់រួមជាមួយនឹងកូពីឬវិជាពិតប្រាកដមួយនោះផងដែរហុងភ្ញាក់ផ្អើលជាខ្លាំងហើយយល់ព្រមជាមួយនឹងលក្ខខណ្ឌរបស់លីនហ្វាងអស់ពីសមត្ថភាពពេលវេលាបានកន្លងផុតយ៉ាងលឿនដូចផ្លែបន្ទោ16ឆ្នាំបានកន្លងផុតតួឯករបស់យើងឥឡូវមានអាយុ86ឆ្នាំហើយជាអាយុដែលគាត់ត្រូវបានស្លាប់តាមកំណត់ក្នុងរយៈពេល16ឆ្នាំនេះគាត់បានប្រើអំណាចជាស្ដេចឲ្យកងទ័ពជីកកកាយភ្នំបុរាណស្រាវជ្រាវអំពីសិភៅរាប់ម៉ឺនក្បាលក៏ប៉ុន្តែមិនអាចរកឃើញនៅផ្លូវដែលទៅពិភពលោកមួយនោះបានគាត់ដើរទាំងញ័រជើងខ្លួនប្រាណចុះខ្សោយដូចចង្កៀងអស់ប្រេងអញ្ចឹងគាត់បានរអ៊ូថាយើងជិតដល់ទីបញ្ចប់ហើយក៏ប៉ុន្តែអ្វីក៏យើងរកមិនឃើញសោះមុននឹងដាច់ដង្ហើមចុងក្រោយមកដល់លីនហ្វាងបានឆែកមើលរបស់ក្នុងចិញ្ចៀនទុករបស់គាត់ជាលើកចុងក្រោយគាត់បានឃើញវិជាពណ៌មាសមួយកម្រិតដំបូងដែលបង្ហាញថាចំនួនអ្នកហ្វឹកហាត់សប្តាហ៍ថ្ងៃគឺ0វាមានន័យថាជាវិជាសុទ្ធដែលគ្មានសត្រូវហ្វឹកហាត់ឡើយក៏ប៉ុន្តែអ្វីដែលរំភើបបំផុតគឺនៅពេលដែលគាត់មើលទៅដាវច្រេះដែលមានឈ្មោះថាតាវសវណ្ណស្រាប់តែប្រព័ន្ធរបស់គាត់លោតសារឡើងមកសារនោះសរសេរថារកឃើញរបស់ដែលអាចបញ្ចូលធម្មពលឡើងវិញបានដាវច្រេះខូចខាតតើអ្នកចង់បញ្ចូលធម្មពលដែរឬទេនឹងឯអ្នកនរគ្នាសម្រាយប៉ុណ្ណឹងបានហើយចាំថ្ងៃក្រោយចាំខ្ញុំសម្រាយទៀតប្រហែលទៀតហ្នឹងពីរថ្ងៃទៀតចេញមកវីដេអូទៀតកុំភ័យពេកកុំភ័យណាចឹងមុននឹងចប់វីដេអូរបស់ខ្ញុំសូមឲ្យអ្នកនរគ្នាជួយចុច like subscribe ផងជាកម្លាំងចិត្តរបស់ខ្ញុំផងដែរណាអត់ subscribe អត់ like ខ្ញុំធ្វើវីដេអូមិនកើតបាយបាយអ្នកនរគ្នាពីខ្ញុំឌីអូតូស៊ី